សួស្តីខានដាក់មេរៀនយូរដែរហើយប៉ុន្តែកំពុងតែចង់បកស្រាយបន្ថែមអំពីការស្នើសុំសិទ្ធិរស់នៅស្រុកបារាំងធ្វើវីដេអូនិយាយអំពីថាកម្រិតភាសាបារាំងនិង examen civic ដើម្បីឲ្យចាក់បានលាស់ណាពេលដែលយើងត្រូវការថាខ្ញុំត្រូវការសុំលើកដំបូងជាភាសាបារាំងគេថា première demande សុំលើកដំបូង examen civic et certificat de niveau de français obligatoire កាត់2ឆ្នាំ4ឆ្នាំគេហៅថា carte pluriannuelle première demande toujours គឺត្រូវការ examen civic និង certificat A2 បើយើងធ្វើដែរខ្ញុំ première demande carte séjour 10ឆ្នាំគឺត្រូវការ examen civic និង B1 បើយើងថាខ្ញុំត្រូវការសុំសញ្ជាតិតែសុំបានគឺបានហើយណា donc niveau B2 mais obligatoirement B2 អត់មានថា B1 ក៏សុំបានដែរអានឹងគឺ c'est du passé នៅក្នុងអតីតកាលគុំសម័យអីទៀតគឺ niveau B2 ឥឡូវនេះអញ្ចឹង niveau B2 ទោះជាចង់ធ្វើមិនក៏ដោយគឺ B2 ជាមួយនឹង examen civic ដែរការសុំសញ្ជាតិលើកឡើងតែសុំសញ្ជាតិតាមរយៈការរៀបការបានន័យថារៀបការជាមួយប្តីឬក៏ប្រពន្ធដែលមានសញ្ជាតិបារាំងណាអានឹងយើងអត់ត្រូវការ examen civic ឲ្យគេទេប៉ុន្តែ niveau B2 ដដែលដកតែ examen civic មួយចេញទេណាអញ្ចឹងអានឹង première demande យើងថាចុះខ្ញុំត្រូវការ renouveler le renouvellement de carte séjour que ce soit 2 ans 4 ans ou 10 ans rien n'est obligé vous n'avez pas besoin de fournir ni examen civic ni certificat de français ça veut dire queអ្នកឯង cool tranquille entre guillemets បានន័យថាយើងអត់ចាំបាច់ខ្ញុំឆ្វះឆ្វែងទៅរកប្រឡង examen civic ខ្ញុំទៅរកប្រឡងកម្រិតភាសាបារាំងអត់ទេពីព្រោះយើង renouveler ពាក្យថា renouveler បានន័យថាយើងធ្លាប់កាន់ម្ដងហើយបើកាលណាយើងធ្លាប់កាន់ម្ដងហើយហេតុអីបានគេអត់ត្រូវការ examen civic និងប្រឡងបារាំងដោយសារ10ឆ្នាំរយៈពេលដែលយើងកាន់ហ្នឹងគឺយើង intégré យើងស្គាល់ច្បាប់បារាំងខ្លះយើងមិនមែនស្គាល់ដល់ដូចជាអ្នកសភាបណ្ឌិតអីទេប៉ុន្តែយើងស្គាល់យើង s'adapter យើងអត់មាន dialogue public យើងអត់មានទៅ déranger គេនិយាយចំគឺយើងស្គាល់ un petit peu les fondamentaux គ្រឹះរបស់ droit et devoir របស់ citoyen ចឹងហើយបានគេអត់តម្រូវការ examen civic និង certificat បារាំងគឺបែបហ្នឹងឯងតែសម្រាប់អ្នកដែលថាសុំដំបូងគឺគេត្រូវការចាំបាច់ណាមួយទៀតនៅពេលដែលយើងប្រឡងខ្ញុំសម្គាល់ឃើញអ្នកដែលគាត់ប្រឡងជាមួយនឹងខ្ញុំមើលសភៅនៅពេលដែលយើងប្រឡងគេហៅថាតាម test de connaissance française TCF នោះគឺវា moins dur moins difficile ប៉ុន្តែ la durée de validité សុពលភាពរបស់វាមានតែ2ឆ្នាំទេបើយើងប្រឡងបានហើយយើងត្រូវរៀបចំ dossier ភ្លាមដើម្បីដាក់តែបើយើងប្រឡង DELF A2 ឬក៏ B1 B2 អាហ្នឹងគឺសុពលភាព à vie មានន័យថាបើយើងប្រឡងបានហើយចៃដន្យក្នុងរយៈពេល2ឆ្នាំហ្នឹងយើងអត់ទាន់រៀប dossier បានទេយើងចាំឆ្នាំទី3ក៏បានពីព្រោះ DELF តែយើងប្រឡងបានជាប់ហើយគឺបានហើយបើ TCF អត់ទេចំណុចទាំងអស់ហ្នឹងខ្ញុំចង់រំលឹកឡើងវិញដូច្នេះបើសិនជាយើងថាខ្ញុំà chaque fois ខ្ញុំត្រូវការតែមានអានេះអ្នកនោះគេមាននិយាយបានចុះយើងចេះអានខ្លះយើងចូលទៅមើលនៅក្នុង site មួយ soit site internet មួយគេហៅថា direction des étrangers soit site internet ដែលខ្ញុំតែងតែលើកយកមកនិយាយគឺខ្ញុំចូលចិត្តមើលនៅលើ site ហ្នឹងដោយវាមាន information គេថា la vérité la réalité avec la fiabilité នៅក្នុង site internet servicepublic.fr ហ្នឹងឯងបើសិនជាយើងជាអ្នកចេះយល់បានច្រើនជាជាងស្ដាប់ខ្ញុំនិយាយជាជាងស្ដាប់អ្នកផ្សេងដែលនិយាយចេះមិនចប់ណាប៉ុន្តែអ្នកណាដែលតាមមើលវីដេអូខ្ញុំដឹងថាខ្ញុំនិយាយបែបម៉េចអញ្ចឹងយើងចូលទៅមើលខ្លួនយើងនៅលើ site internet ហ្នឹងក្នុងករណីដែលយើងមើលហើយយើងថាយើងមិនយល់ទេអាចសួរខ្ញុំបាន